ក្មេងខ្មោចថ្ងៃប្រហោះទី15កើតដែលជាថ្ងៃបុណ្យព្រៃរបស់កុលសម្ព័ន្ធភាគទឹកមួយជារៀងរាល់ឆ្នាំតែងតែមានគេមកយកក្មេងម្នាក់ជាដង្វាយដល់ខ្មោចជាធ្នូនឹងការបង្ការគ្រោះភ័យរបស់ប្រជាជននៅក្នុងភូមិខ្មោចយប់15កើតខែភ្លឺពេញដួងបានចៅរស្មីស្រោចស្រពរាត្រីកាលពពកដុំកំពុងតែមានចលនាប្រៀបដូចជាសម្លេងកំពុងតែហក់នៅក្នុងលំហតឹបសម្លេងសម្រឹបជើងជន់លើព្រះធរណីបានបន្លឺឡើងធំគ្នាជាមួយសម្លេងបេះដូងលោតញាប់រន្ធន់ដូចជាស្នូនៃរបក់ធ្ងន់ដែលធ្លាក់ពីលើទីខ្ពស់ចូលមកដល់ទីទាបបំផុតនៃគល់ឈើពន្លឺលឿងនៃដុំភ្លើងកំពុងតែលេចរូបរាងឡើងនៅកណ្ដាលព្រៃដែលគ្របដណ្ដប់ដោយស្បៃអន្តិកាយយ៉ាងក្រាស់ឃ្មឹកមើលមិនឃើញសូម្បីតែស្រមោលរបស់ខ្លួនឯងក្មេងប្រុសជំទង់មុខមាត់ប្រឡាក់ប្រឡូកទៅដោយឈាមប្រៀបដូចជាត្រូវបានគេកាប់ដោយអាវុធមុតស្រួចយ៉ាងសុសសាច់កំពុងតែសម្លឹងមើលពន្លឺលឿងជាច្រើនដុំដែលមកហុំជុំចិត្តរូបខ្លួនប្រោកសម្លេងសម្រាប់ជើងជន់លើស្លឹកឈើដែលក្រៀមស្រពោនបន្ទាប់មកបរោះមៀតធំមាំវ័យប្រហែល50ផ្លាយក្នុងសម្លៀកបំពាក់សម្ពុតធ្វើពីស្លឹកចេកមានស្លាបសัตว์ចងជាប់ក្បាលឬទម្លាក់សក់រួញត្រឹមស្មាក្នុងដៃមានកាន់ដុំចម្លោះធំមួយបានលេចចេញពីក្រោយខ្នងបរោះពីអ្នកទៀតហើយមកឈរពីមុខក្មេងប្រុសដែលមានទឹកមុខផិតភ័យតែនេះជាចុងបញ្ចប់នៃជីវិតក្មេងប្រុសនេះហើយមែនទេជ្វាប់ដំណក់លោហិតខ្ទាតចេញពីស្មារបស់ក្មេងចំទង់ដែលពេលនេះលែងមានក្បាលនៅពីលើទៀតហើយគឺមានតែឈាមក្រហមច្រាលកំពុងតែជ្រួលជ្រើមធ្វើដំណើរចាក់ចោលរាងកាយដ៏កំសត់ឲ្យដេកក្នុងធ្លុកនៃសក្តីមរណាឆ្នាំ2004ព្រៃស្តុកខ្ញុំមិនដែលឮដូចថាសម័យនេះហើយនៅមានក្រុមកុលសម្ព័ន្ធនៅស្រុកខ្មែរទៀតខ្នងធំលើកដីដាក់ជួញជាមួយភ្នក់ភ្លើងដែលមានមនុស្ស3នាក់អង្គុយដាំកង់ជុំវិញក្នុងនោះក៏មានក្មេងប្រុសម្នាក់ប្រហែលត្រូវជាកូនរបស់ម្ចាស់សម្ដីដែលកំពុងនិយាយកំពុងលុកហើយលើផ្លូវនេះខ្ញុំក៏មិនដឹងដែរតែយើងជាអ្នកធ្វើរៀនជាទុនបទុក៏ត្រូវតែសាកអង្កេតដល់ទីតាំងយ៉ាងហ្នឹងហើយក្រែបានការច្បាស់ជាងលឺតែអ្នកភូមិនិយាយនេះម្នាក់មានរៀងខ្ពស់និយាយចប់ក៏បែរមុខមករកភ្នក់ភ្លើងណែប្រពៃណីអ្នកស្រុកក៏នៅតែមានខ្លះតាមតំបន់ថ្ងៃមុនយើងឃើញគេឡើងអ្នកតាលេងសុទ្ធតែចាប់ស្វាមុខសម្លាប់ឆ្កាងហើយមានអ្នកខ្លះរាប់មាន់មួយយកឈាមសែនក៏មានអ្វីក៏អាចទៅរួចដែរជាមួយរឿងជំនឿជីវចលបុរាណម្នាក់ទៀតថាចាប់ក៏ធ្វើញ័រក្បាលតិចជាសញ្ញាប្រាប់ថាញញឿតនិយាយចឹងប្រពន្ធឯងតាណាបានជាឯងយកកូនមកបោះតង់ជាមួយចឹងបុរាណម្នាក់សួរនាងរវល់ធួកំណែនៅមេមត់ក្នុងធំថាចប់ក៏យកដៃមកអង្កែក្បាលកូនថ្នមយកប្រពន្ធរៀនបុរាណវិទ្យាដូចគ្នាមានតែចឹងហើយហាមិនម្នាក់ទៀតបន្ថែមហើយសាច់តិចទាំងអស់គ្នាយប់កាន់តែជ្រៅគ្រប់គ្នាក៏ចូលទៅដេកនៅក្នុងតង់ដែលបោះរៀងខ្លួនអស់ទុកតែភ្ញាក់ភ្លើងដែលកំពុងឆេះតិចនិងហុយផ្សេងត្រឡោមគ្រាន់នឹងការពារសត្វមិនឲ្យចូលមកជិតបានតាកូនឈឺនំកុមារាជាកូននិយាយតិចទៅកាន់ឪពុកដែលដេកក្បែរខ្លួនតែមិនមានការឆ្លើយតបសោះក្មេងតូចក៏ងើបមកស្រវាចាប់ស្មាឪពុកតិចដែលដេកអៀងខ្លួនទៅម្ខាងស្រាប់តែរាងកាយធំចង្រងផ្ដួលមកផឹងធ្វើឲ្យក្មេងតូចស្រែកវ៉ាព្រោះសភាពមុខឪពុកពេលនេះសុទ្ធតែដង្កូវរកញ៉ាំងសើសាច់និងរលួយចេញទឹករងាយគួរឲ្យចង់ក្អួតព្រោះតែខ្ពើមក្មេងតូចប្រញាប់រត់ចេញមកខាងក្រៅតែម្នាក់ឯងដោយមិនដឹងទីតំបន់ក្នុងព្រៃដែលមានតែដើមឈើខ្ពស់និងសំឡេងសត្វព្រៃយំបណ្ដាស់គ្នាឥតដាច់សូរផាំងព្រុសរៀងខ្ពស់បន្តិចបង្ហាញរូបរាងឡើងនៅពីមុខក្មេងតូចដែលទើបតែរត់មកមុននេះបងជួយខៀមផងក្មេងតូចចាប់ផ្ដើមសុំជំនួយដែលចាប់ដៃនាងម្នាក់នោះអង្រួនតិចនាងមិននិយាយហើយចាប់ដៃក្មេងតូចជាប់ឲ្យដើរតាមខ្លួនដោយស្ងប់ស្ងាត់បងឈ្មោះអីម៉េចបានមកនៅក្នុងព្រៃនេះទៅវិញក្មេងតូចនិយាយតាំងមើលជំហានរបស់នាងខ្ពស់នោះជាប់ជានិច្ចនាងខ្ពស់ស្រាប់តែឈប់ដើរភ្លាមរួចសម្លឹងមុខក្មេងតូចដូចជាចង់ស៊ីសាច់ទើបចង្អុលដៃឡើងលើមេឃឈើទាំងនិយាយយឺតសំឡេងអនឡាញឡើយផ្ទះបងនៅទីនេះមកនៅជាមួយបងទេក្មេងតូចសម្លឹងមើលតាមរាមដៃក៏បានឃើញថាមានដើមឈើខ្ពស់ហើយធំខ្លាំងណាស់នៅលើមេឃឈើទាំងនោះមានសុទ្ធសឹងតែមឈូសដាក់ខ្មោចហើយមានខ្លះទៀត
ជាសាកសពរុំជាមួយក្រណាត់សឬកន្ទេលក៏មានដោយមានទាំងទឹករងៃថ្លាស្រក់ជុកមុខផងនៅលើផ្ទៃមុខក្មេងតូចក្មេងតូចស្រែកយំដោយយកដៃមកខ្ទប់ភ្នែកជាប់មិនអោយឃើញអ្វីបន្តទៀតតែភ្លាមនោះដៃត្រជាក់ល្អកមួយបានស្រវាមកកាន់ដៃវាហើយនាំរត់យ៉ាងលឿនចូលទៅក្នុងកំពតព្រៃមួយក្មេងតូចបើកភ្នែកឡើងស្រាប់តែឃើញនៅចំពោះមុខរបស់ខ្លួនហាក់ដូចជាភូមិស្ថានមួយភ្លាមនោះក្មេងមានអាយុប្រហែល4ខួបដើរទេតាស់មកកាន់ដៃក្មេងតូចនាំចូលទៅលេងជាមួយពួកគេតែស្រាប់តែត្រូវទុជជើងវិញដោយសារតែត្រូវក្មេងប្រុសដែលនាំក្មេងតូចរត់មកនោះចាប់ទាញដៃជាប់ឯងកុំទៅអីសោះណាបើឯងទៅឯងនឹងមិនអាចទៅវិញបានដូចជាយើងក្មេងប្រុសមានដៃត្រជាក់ល្អនឹងទឹកមុខស្លេកស្លាំងនិយាយទៅកាន់ក្មេងតូចទាំងសោកសៅម៉ែឆ្មុំឯងមានសិទ្ធអីមកហាមមិត្តថ្មីរបស់យើងបែបនេះក្មេងស្រីវ័យស្របាស់ជាមួយឆោមមានមុខមាត់កាចឆ្នះនៅលើថ្ងាសមានលាបម្សៅអ្វីម្យ៉ាងជាសញ្ញាជើនកអាច់និងស្លៀកសម្លៀកបំពាក់ពីស្លឹកឈើដោយក្រុមគុលសម្ព័ន្ធចេញមុខមកថាឲ្យឆោមមិននឹងតវ៉ាវាចាប់ដៃក្មេងតូចជាប់ហើយរត់យ៉ាងលឿនចូលទៅក្នុងព្រៃវិញផ្លែតបងឈ្មោះចោមមិនបានបងស្គាល់ពួកគេក្មេងតូចនិយាយឡើងនៅពេលដែលចោមឈប់រត់ហើយដើរធម្មតាវិញបងស្គាល់គេព្រោះបងធ្លាប់ជាមិត្តលេងរបស់គេនួយចោមនិយាយហើយក៏នឹកគិតដល់គ្រាមួយនៅពេលដែលគេវង្វេងទៅដល់ទីនោះដំបូងកាលនោះថ្ងៃពុធ14កើតចោមដើរតាមសំឡេងប្រាប់របស់ក្មេងស្រីប្រុស2នាក់រហូតទៅដល់ភូមិស្ថានមួយដែលនិគិតថាដូចជាកន្លែងដែលមនុស្សរស់នៅតែតាមការពិតទៅនៅទីនោះជាកន្លែងដែលក្មេងខ្មោចដែលស្លាប់ដោយសារវង្វេងព្រៃនាំគ្នាមកនៅដល់យូរទៅកើតជាភូមិខ្មោចនៅកណ្ដាលព្រៃតម្កល់សពដែលអ្នកភូមិស៊ីស្លាប់ហៅទីនេះថាព្រៃខ្មោចនៅថ្ងៃដំបូងដែលចំមកដល់ទីនេះវាប្រៀបដូចជាស្ថានសួគ៌របស់កុមារតូចៗដែលមិនធ្លាប់ទទួលបានភាពរីករាយពីមុនមកនៅទីនោះមានរបស់សពបែបយ៉ាងដែលកុមារគ្រប់រូបត្រូវការមានទាំងសម្លៀកបំពាក់អាហារឆ្ងាញ់និងអ្វីជាច្រើនទៀតដែលធ្វើឲ្យកុមារដែលមកដល់ទីនេះហើយសប្បាយលេងរហូតភ្លេចផ្ទះសម្បែងរហូតដឹងខ្លួនម្ដងទៀតចោមក៏ស្រាប់តែជាប់នៅទ្រង់ព្រៃមួយនេះរហូតមកមិនបងមិនរកផ្លូវទៅវិញចង់បែរមុខមើលមកក្មេងតូចដែលកំពុងតាដើរតាមពីក្រោយខ្លួនស្រាប់រឿងដែលវាកំពុងតានិទានប្រាប់ទើបនិយាយបន្តមិនមែនបងមិនខំទេតែចំនិយាយបងអ៊ូព្រោះវាតាក់ទងជាមួយកិច្ចពិធីដ៏ចម្លែករបស់ក្រុមគុលសម្ព័ន្ធមួយដែលមិនមានរូបរាងជាមនុស្សទេគឺពួកគេជាវិញ្ញាណមេកន្ទ្រៀងដែលគ្រប់គ្រងភូមិខ្មោចបើសិនជាមានក្មេងណាចង់រត់ចិនខ្មោចមេកន្ទ្រៀងនោះនឹងមកសម្លាប់ក្មេងនោះភ្លាមដើម្បីជាសំណែនដល់ខ្មោចម្ចាស់ភូមិចំនួនមុនយប់ថ្ងៃប្រហ័សសប្តាហ៍15កើតចោមលួចរត់ចេញពីក្នុងភូមិតែម្នាក់ឯងស្ងាត់ងាយដៅក្នុងព្រៃទាំងភាពភ័យខ្លាចប្រោកសម្រាប់ស្លឹកឈើដោយត្រូវខ្យល់បក់បានបន្លឺពីក្រោយខ្មងរបឺចោមបែរក្រោយផ្លេតក៏ស្រាប់តែមើលឃើញរូបរាងមនុស្សប្រុសជំទង់ដែលនាយស្គាល់យ៉ាងច្បាស់គឺជាម្ចាស់ឈ្នួលដែលជួលនាយឲ្យចែវទូកឲ្យការនាយមិនទាន់ជាព្រលឹងបងនេះបងនៅទីនេះដែរចោមនិយាយដោយភ្ញាក់ផ្អើលព្រោះនាយគិតថាកាលដែលលិចទូកនៅម្ដុំព្រៃខ្មោចនោះនាយប្រហែលជាបានរួចជីវិតទៅហើយតែពេលនេះបែរជាទាំងវានិងម្ចាស់ឈ្នួលសុទ្ធតែវង្វេងនៅក្នុងព្រៃនេះសោះប្រុសជំទង់នោះគ្រាន់តែឃើញចោមភ្លាមក៏ហុកមកច្របាច់កវាភ្លាមថែមទាំងនិយាយដោយភាពខឹងសម្បាដោយសារតែឯងទើបយើងទៅជាបែបនេះប្រុសជំទង់ប្រាំងកម្លាំងដៃកាន់តែខ្លាំងដល់ថ្នាក់ចោមហើបជើងផុតដីហើយសឹងតែប្រកាច់នឹងកន្លែងឈួតសំឡេងអាវុធមុខស្រួយបានបន្លឺឡើងពីក្រោយខ្នងប្រុសជំទង់ធ្វើឲ្យនាយនោះទម្លាក់ចោមចូលវិនលាន់ដឹបនៅលើធរណីទើបចោមប្រញាប់តបុលចូលគុំព្រៃដើម្បីគិតខ្លួនផងនិងលបមើលផងថាមានអ្វីកើតឡើងរាងកាយប្រុសជំទង់ដួនទៅក្រោយទាំងចំហធ្វើឲ្យចោមបានឃើញបរោតជាមេកន្ទ្រៀងខ្មោចមានមាឌធំមាំមានសម្លៀកបំពាក់ពីស្លឹកចេកនិងមានរំសត្វស្លាបចង់ជាប់នឹងក្បាលដែលទម្លាក់សក់រុនត្រឹមស្មាដៃមេកន្ទ្រៀងកាន់ដាវវែងដែលមានឈាមដាបស្រក់តក់មកលើធរណីមុនពេលដែលលើកដាវនោះកាប់បន្ថែមឆ្វបផ្ដាច់ក្បាលចេញពីប្រាណយ៉ាងអាណ້ອຍអាធមបំផុត
ទីបំផុតយើងរកបានក្បាលប្រុសចំទង់សម្រាប់យប់បនព្រៃញៀនហើយ មេកន្ត្រៃនេះនិយាយនឹងសើចលឺៗដោយកាន់ក្បាលដែលកាប់បាននោះជាប់នងម៉ៃហើយរលាយរូបជាផ្សែងភ្លាមៗនៅចំពោះមុខចោមដែលក្រាបពួនក្បែរគុំព្រៃនោះព្រៃនេះគួរឲ្យខ្លាចណាស់ខ្ញុំចង់ទៅរកប៉ាខ្ញុំវិញ ក្មេងតូចចាប់តាមយំសសឹកទាទៅរកឪពុកវិញបន្ទាប់ពីបានស្ដាប់រឿងដែលចោមនិទានចប់ចោមស្ងាត់មាត់រួចក៏ដាល់ចេញត្រឡប់ចូលទៅក្នុងព្រៃវិញដោយទុកឲ្យក្មេងតូចឈរយំតែម្នាក់ឯងក្បែរតង់ដែលមានភ្ញុកភ្លើងហុយតិចៗដោយវាឆ្លៀតបែរមកនិយាយតិចៗផងថាទោះជាខ្ញុំមិនអាចត្រឡប់ចូលក្នុងរូបវិញបានតែខ្ញុំនឹងធ្វើជាប្រលឹងតាមការពារក្មេងដែលបង្វែងព្រៃនេះមិនឲ្យដូចជាខ្ញុំឡើយកម្លាំងឆោតមួយមកបោះប៉ះចោមរូបរាងរបស់វាក៏រសាត់បាត់คล้ายជាផ្សែងនៅខឹងភាពងងឹតបាត់ទៅអ្នកលំមើសនឹងមេកន្ទ្រីងគុំសង្ឃឹមថារួចខ្លួនឲ្យសោះ